សំណួរច្រើនខ្ញុំគិតថាលោកពូ detail ប៉ុន្តែខ្ញុំចង់សួរសំណួរទី3ទៀតមុនចេញពូបកស្រាយល្អលោកពូមានប្រសាសន៍ថាមុននឹងយើងទៀមទានៅសិទ្ធិទៀមទាអំណាចយើងត្រូវយល់ពីកាតព្វកិច្ចខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងរឿងធ្វើបាតុកម្មគាត់នាំគ្នាធ្វើបាតុកម្មចេញពីសិទ្ធិនឹងដើម្បីទៀមទាអ្វីដែលគាត់ចង់បានយើងអាចថាទៀមទាអំណាចទៀមទាអីដែលគាត់អាចធ្វើបានទៀមទាអ្វីគាត់ចង់បានគាត់លោកពូថាឲ្យគិតពីកាតព្វកិច្ចសិនអញ្ចឹងខ្ញុំឆ្ងល់ថាអីជាកាតព្វកិច្ចប្រកបកាតព្វកិច្ចនយោបាយលោកពូមានប្រសាសន៍នោះជាការទៅបោះឆ្នោតជាការចូលរួមនយោបាយឬក៏ជាអ្វីពួកគាត់បានធ្វើកាតព្វកិច្ចគាត់ហើយគាត់ទៅបោះឆ្នោតគាត់ចូលរួមសង្សាក់ស្រាំរឿងនយោបាយហ្នឹងហើយបើគាត់ទៀមទាបានគាត់បញ្ចេញសិទ្ធិដើម្បីទៀមទាអស់នឹងទៀតនេះទី1ទី2រឿងប្រព័ន្ធគណៈបកសង្គ្រោះជាតិគាត់បានទៀមទាយកប្រព័ន្ធដូចជាប្រព័ន្ធរឿងកចបឲ្យកចបទៅជាស្ថាប័នរដ្ឋធម្មនុញ្ញ2ភាគ3វិញគាត់ទៀមទាគាត់ចង់បានប្រព័ន្ធក៏ប៉ុន្តែប្រព័ន្ធហ្នឹងទៀមទាអត់បាននឹងធ្វើមិនព្រោះគាត់មានគ្នាមានអី3សម្លេងស្ថា45%នៃអ្នកបោះឆ្នោតក៏ប៉ុន្តែទៀមទាអត់បានគាត់ទៀមទាតែគាត់ចង់បានតែប៉ុន្តែវាតអត់រួចចឹងហើយបានគាត់ប្រើសិទ្ធិដើម្បីវាយហ្នឹងដើម្បីទៀមទាហ្នឹងទៀតវិលនៅក្នុងការប្រើសិទ្ធិដើម្បីទៀមទាអ្វីគាត់ចង់បានដើម្បីទៀមទាអំណាចហ្នឹងចឹងលោកពូរួមមធ្យោបាយច្រកណាដើម្បីយើងទម្លាក់ខ្លាដែលលោកពូមានប្រសាសន៍ថាឲ្យបានហ្នឹងព្រោះអញ្ចឹងទៅមានតែអំពើហិង្សាឬយ៉ាងណាក្មួយត្រូវដឹងថាបុគ្គលម្នាក់វាមិនមែនចងកាតព្វកិច្ចមួយវាមិនបុគ្គលម្នាក់វាមិនមែនចងនៅតែកាតព្វកិច្ចមួយទេឧបមាថាក្នុងនាមជាសមាជិកមួយហើយក្មួយថាខ្ញុំបោះផ្ទះហើយចូលតែលៀនចានទៀតនោះហើយដល់ពេលចូលចោលមកប្លន់នោះខ្ញុំបោះផ្ទះហើយក្មួយឯងនិយាយមិនថាអូខ្ញុំទៅបោះឆ្នោតហើយខ្ញុំទៅបោះឆ្នោតហើយបោះឆ្នោតវាមិនគ្រប់ទេក្នុងនាមអ្នកជាម្ចាស់ប្រទេសអ្នកមានកាតព្វកិច្ចអីមិនបានសួរខ្ញុំអញ្ចឹងឧទាហរណ៍ថាយើងជាម្ចាស់ផ្ទះមួយហើយសួរថាតើខ្ញុំមានកាតព្វកិច្ចអីខ្លះខ្ញុំអត់ដឹងទេចាំមើលអ្នកឯងហ្មងឧទាហរណ៍ថាបើភ្លើងចេះផ្ទះអ្នកឯងអង្គុយគិតសិនណាកាតព្វកិច្ចខ្ញុំអត់នៅការពារផ្ទះហ្នឹងបើផ្ទះអ្នកឯងរត់ទៅផ្លត់ភ្លើងរៀនហ្មងហើយចុះបើវាអត់មានភ្លើងចេះបើអត់មានភ្លើងចេះក៏អត់ទៅហើយដល់ពេលចូលចោលមកប្លន់ថាទីថ្ងៃមុនភ្លើងចេះផ្ទះអញផ្លត់ហើយហ្នឹងកាតព្វកិច្ចអញហើយដល់ពេលចោលប្លន់ផ្ទះអញអត់ណាមានគិតអញ្ចឹងអត់និយាយពីរឿងថាភាពជាម្ចាស់ហ្នឹងក្មួយមានសិទ្ធអីក្មួយដឹងថាដឹងតែប្រទេសហ្នឹងប្រទេសរបស់ក្មួយមានកាតព្វកិច្ចអីខ្លះអត់តែបោះឆ្នោតតែមួយយ៉ាងមួយថាខ្ញុំមកពេញកាតព្វកិច្ចតែខ្ញុំទៅបោះឆ្នោតមិនក៏តែមួយអញ្ចឹងដល់ពេលឥឡូវបរទេសហូរមកចូលដីខ្មែរអ្នកដឹកនាំរដ្ឋនោះស្រាប់តែយើងបកគលសិទ្ធឲ្យគាត់ដឹកនាំប្រទេសស្រាប់តែគាត់យកប្រៃឈើទៅលក់របស់យើងអស់ហើយយើងជាម្ចាស់នេះមានកាតព្វកិច្ចអីខ្លះដល់ពេលក្មួយមកសួរពូថាមើលរៀបរាប់មកកាតព្វកិច្ចអីខ្លះពូថាមិនដឹងយើងជាម្ចាស់យើងអត់ដឹងទេគ្រាន់តែយើងឲ្យតែមានអារម្មណ៍ថានឹងជាប្រទេសរបស់យើងម្ចាស់ប្រទេសពេលណាមានស្អីប៉ះពាល់ភ្លាមយើងមានកាតព្វកិច្ចក្នុងការធ្វើភ្លាមហ្មងរឿងកាតព្វកិច្ចហ្នឹងក្មួយក៏មកសួរពូថាតើឲ្យពូរៀបរាប់ណាកាតព្វកិច្ចមានអីខ្លះដូចបោះឆ្នោតនេះទៅបោះឲ្យរៀបរាប់ធ្វើអីទៀតខ្ញុំថាចាំដល់ពេលលាយប្រទេសទៅអ្នកឯងដឹងថាអ្នកឯងត្រូវធ្វើអីអ្នកឯងគិតមើលឲ្យខ្ញុំរៀបរាប់ល្អិតខ្ញុំរៀបរាប់មិនបានទេប៉ុន្តែឲ្យអ្នកឯងមានអារម្មណ៍ថានេះជាប្រទេសរបស់អ្នកឯងម្ចាស់អ្នកឯងជាម្ចាស់ពេលដែលគេធ្វើអីខូចអ្នកឯងដឹងព្រៀបហ្មងមិនមែនដល់ពេលគេហៅមកចូលរួមនយោបាយស្រាប់តែអ្នកឯងថារឿងនយោបាយទុកឲ្យគេអានឹងមានន័យថាអ្នកឯងអត់មានអារម្មណ៍ថាអ្នកឯងជាម្ចាស់ប្រទេសទេអ្នកឯងអត់មានកាតព្វកិច្ចទេឲ្យប្រើឲ្យជាកាតព្វកិច្ចគឺទៅបោះឆ្នោតមិនមែនជាកាតព្វកិច្ចទេវា right to vote ឬ right to join right to vote ប៉ុន្តែការអនុវត្តសិទ្ធិហ្នឹងវាជាកាតព្វកិច្ច right to vote មាននៅក្នុងប្រទេសខ្លះទៅបោះឆ្នោតគឺត្រូវទៅមានច្បាប់តែយើងគួរកែអញ្ចឹងអត់ដើម្បីឲ្យប្រជាពលរដ្ឋដាក់គំនាបឲ្យគាត់ទទួលស្គាល់ថាដូចនៅអូស្ត្រាលីនៅគាត់នៅថៃជាដើមថាយើងត្រូវតែទៅបោះឆ្នោតបើមិនចឹងទេច្បាប់ពីនេះចុះនៅសហរដ្ឋអាមេរិកនោះអត់ប៉ុណ្ណោះប្រជាពលរដ្ឋទៅបោះឆ្នោតនោះវាសំខាន់ណាស់ក្មួយរឿងអ្នកនយោបាយវាសំខាន់ជាក់ស្ដែងតើប្រទេសរបស់ក្មួយគិតយ៉ាងម៉េចឥឡូវបើថាជាក់ស្ដែងគឺថាពលរដ្ឋទាំងអស់ត្រូវបោះឆ្នោតហើយទៅពលរដ្ឋទៅធ្វើតិចគេនៅគ្រប់កន្លែងស្អីអញ៉ៃក្មួយគិតមើលក្មួយធ្វើទៅកើតអត់វាជាក់ស្ដែងអាក្មួយចង់ហើយប៉ុន្តែសំខាន់ជាក់ស្ដែងអ្នកនយោបាយសំខាន់ណាស់ជាក់ស្ដែងណាថាតើប្រទេសយើងវាម៉េចវាសមរម្យនឹងធ្វើម៉េចជាក់តែខ្លួនយើងគិតមើលណាគិតទាំងអស់គ្នាកុំដាក់បន្ទុកមកលើពូយើងជួយគិតទាំងអស់គ្នាទៅជាថាអូស្ត្រាលីប្រជាពលរដ្ឋទាំងអស់ត្រូវតែបោះឆ្នោតតែអត់បោះឆ្នោតគេថានៅថៃក៏ចឹងដែរចុះនៅប្រទេសប្រជាធិបតេយ្យដែរថាសហរដ្ឋអាមេរិកអត់អ្នកទៅបោះឆ្នោតមិនក៏អត់អីទៅហើយមិនក៏ប្រទេសគេរីកចម្រើនទៅ
វាស៊ីសងលើភាពជាក់ស្ដែងថាតើប្រទេសយើងនឹងវាគួរតែធ្វើច្បាប់អញ្ចឹងអត់អញ្ចឹងអារឿងកាតព្វកិច្ចខ្ញុំនិយាយដដែលអត់ចែងបានទេបើចែងក៏វាបានតែខ្លះដែរវាអត់ទាំងអស់ពីព្រោះវាមិនដឹងជាស្អីខ្លះប៉ុន្តែឲ្យតែអ្នកមានអារម្មណ៍ថានេះគឺជាប្រទេសរបស់អ្នកឯងនេះជាផ្ទះរបស់អ្នកឯងពេលដែលមានការខូចខាតប៉ះពាល់ដល់ផ្ទះយើងយើងមានអារម្មណ៍ថាយើងមានកាតព្វកិច្ចអីនោះគឺកើតមកភ្លាមមកនឹងទី1ទី2រឿងការទៀមទាឲ្យមានកោចបមានអីក្មួយពូនឹងនិយាយថាម៉េចហ្នឹងពូថាទៅមុនគេណាក្មួយទៅមុនគេទៅបុកមុនគេទៅចងខ្លាសិនបុកមុនគេគឺប្រព័ន្ធដឹកនាំរដ្ឋហ្នឹងណាឲ្យវាធ្លាក់អំណាចមកសិនឥឡូវបើពូឲ្យក្មួយធ្វើប្រធានកោចបឥឡូវនេះអូក្មួយថាអញណាគឺមហាត្រឹមត្រូវរបស់អញឥឡូវពូឲ្យក្មួយធ្វើប្រធានកោចបពូជានាយករដ្ឋមន្ត្រីហ៊ុនសែនពូទេលេហ្វូនរើងទៅធ្វើតាមអញណាមានជំរឿនឲ្យ3ទី1ធ្វើតាមទី2បើមិនធ្វើតាមទេថយចេញហើយបើមិនធ្វើតាមហើយមិនថយចេញមានងាប់ហើយក្មួយទៅណាឥឡូវឯករាជ្យហើយក្មួយស្គាល់ពីឯករាជ្យអត់ឯករាជ្យប្រែមកថាអត់រងសម្ពាធហើយបើក្មួយឯងចង់បានអូអ្នកនេះឯករាជ្យអ្នកនោះឯករាជ្យយកទៅធ្វើប្រធានកោចបក្មួយឯងទៅធ្វើបើអំណាចនេះប្រមូលផ្ដុំនេះវាធាអំណាចនឹងហុយទៅហ្មងលោកតែបានពូប្រាប់ថាក្នុងកលៈទេសៈដែលអំណាចប្រមូលផ្ដុំអញ្ចឹងមិនបាច់ទៀមទាអីឯករាជ្យទេបុកទៅកន្លែងនឹងមុនលោកពូថាបុកមិនកើតបើលោកពូអាសាមានប្រសាសន៍ថាកាត់ដៃកាត់ជើងของអ្នកដឹកនាំសិនកាត់ដៃកាត់ជើងមានថាកាត់ឫសគល់នៃអំណាចកោចបគឺជាផ្នែកមួយនៃឫសគល់អំណាចដែលគាត់សម្រាប់មុខទៅលើកោចបចំណែកជើងមួយក្នុងចំណោមអំណាចទាំងអស់លោកពូឲ្យបុកទៅផ្នែកកណ្ដាលមិនរួចបើយើងមិនកាត់អំណាចទូចសិនដូចជាកោចបដូចជាបង្កើតច្បាប់ផ្សេងៗហ្នឹងដើម្បីកាត់អំណាចធំបើយើងបុកតធំមកវាតរួចសូម្បីតែយើងបុកអាទូចក៏វាតរួចដែរឥឡូវនេះក៏វាអំណាចធំហ្នឹងកើតឡើងដោយការបោះឆ្នោតព្រោះប្រទេសយើងមិនមែនធ្វើឡើងដោយចលនាបដិវត្តអីការមលិះឬអូរេញឬនៅអ៊ុយក្រែនឬក៏នៅអីទេប៉ុន្តែបើសិនជាយើងកើតឡើងដោយការបោះឆ្នោតប្រភពប្រមូលផ្ដុំអំណាចក្រោយកើតក្រោយពីការបោះឆ្នោតអញ្ចឹងអ្នកដែលប្រមូលផ្ដុំអំណាចធំបើតាមខ្ញុំគិតគឺកន្លែងគណៈកម្មការរៀបចំការបោះឆ្នោតហ្នឹងហ្មងអញ្ចឹងឥឡូវខ្ញុំសូមសួរត្រឡប់ទៅវិញបើគូគិតថាយើងត្រូវបុកឲ្យធំឥឡូវត្រូវបុកធ្វើម៉េចបើបោះឆ្នោតរាល់ដងមិនថាត្រឹមត្រូវឬមិនត្រឹមត្រូវយើងអត់ហ៊ានថាព្រោះមានមតិទីផ្ទុយគ្នាអញ្ចឹងធ្វើម៉េចដើម្បីឲ្យបុកអំណាចធំនឹងបានដើរតាមផ្លូវឬក៏តាមប្រព័ន្ធបោះឆ្នោតហើយបើចង់បានប្រព័ន្ធបោះឆ្នោតយ៉ាងម៉េចបើគណៈកម្មការបោះឆ្នោតរាល់ថ្ងៃនៅអញ្ចឹងហើយគុំសង្ឃឹមថាសូម្បីតែបោះឆ្នោតប្រព័ន្ធសមាមាត្ររាល់ថ្ងៃសូម្បីតែចង់ទៅដាក់យន្តការ8ចំណុចបរិបូរក៏អត់ដាក់អត់កើតទេបើសិនជាកោចូលបនៅរាល់ថ្ងៃអញ្ចឹងខ្ញុំគាត់សូមសួរឲ្យលោកគ្រូជួយបកស្រាយបន្តិចខ្ញុំមានផ្លូវខ្ញុំហើយអ្នកទាំងអស់គ្នាប្រាប់ថាផ្លូវរបស់ខ្ញុំវាមិនត្រូវប៉ុន្តែអ្នកទាំងអស់គ្នាក៏អត់បានបង្ហាញផ្លូវរបស់អ្នកដែរអាត្រង់នោះខ្ញុំនិយាយថាបើអ្នកមិនបង្ហាញផ្លូវខ្ញុំទេឲ្យខ្ញុំគិតមើលតើតើផ្លូវអ្នកវាត្រឹមត្រូវអត់ទេខ្ញុំទៅផ្លូវខ្ញុំទៀតហើយខ្ញុំហូបបាយហើយអ្នកថាហូបបាយហ្នឹងខូចសុខភាពខ្ញុំសួរថាហូបអីហើយខ្ញុំក៏មិនដឹងដែរមិនដឹងដែរហូបបាយទៀតហ្នឹងវាអញ្ចឹងវានៅអាត្រង់ហ្នឹងខ្ញុំប្រាប់ថាពន្យល់ប្រជាពលរដ្ឋឲ្យយល់ងើបមកហើយណាគាត់ងើបមកហើយឥឡូវមិនដំបូងវាអត់ងើបឥឡូវងើបមកហើយបញ្យល់ប្រាប់ថាបងប្អូនណាបញ្ហានៅក្នុងអំណាចប្រមូលផ្ដុំហ្នឹងយើងគ្រប់គ្រងគោលនយោបាយនឹងទាំងអស់គ្នារួមទាំងអ្នកបោះឆ្នោតឲ្យគណៈបកប្រជាជនផងយល់ថាពេលណាកាត់បន្ថយអំណាចទៅយើងបានប្រយោជន៍ទាំងអស់គ្នាណាឲ្យយល់អញ្ចឹងទាំងអស់គ្នាទៅមកវាអត់ទាន់យល់ស្របគ្នាយើងផងវាអត់ត្រង់ហ្នឹងខ្ញុំថាអញ្ចឹងខ្ញុំថាយករឿងថាអំណាចប្រមូលផ្ដុំហ្នឹងវាប៉ះពាល់ដល់យើងស្អីខ្លះប្រចាំម្ចាស់ប្រទេសឲ្យបាន 50% បូក1ខ្ញុំថាបើប្រជាប្រដ្ឋយល់មិនមែន 50% បូក1ទេចង់ 80% ផងខ្ញុំយល់ថាអញ្ចឹងខ្ញុំថាដោយសង្កលចូលមកខ្លះទៀតផងនេះខ្ញុំយល់ថាអញ្ចឹងហើយបើអ្នកទាំងអស់គ្នាថាផ្លូវហ្នឹងដូចទៅមិនរួចទេមើលឥឡូវផ្លូវទៅរួចថាម៉េចទៀមទាឲ្យកោចបឯករាជ្យគេថាអញ្ចឹងឥឡូវបើថាអ្នកកាន់អញ្ចឹងវិញខ្ញុំសួរវិញណាខ្ញុំថាឥឡូវបើអ្នកឲ្យឯករាជ្យខ្ញុំមិញថាឥឡូវដាក់ពីណាខ្ញុំចង់សួរមិនដាក់ពីណាដាក់សំនឹងស៊ីចឹងមិនដាក់ពីណាដាក់សំទៀតខ្ញុំអ្នកយុរដ្ឋមន្ត្រីខ្ញុំទេទៅហើយធ្វើតាមអញអត់ហាន់ធ្វើទេមិនធ្វើទៅចេញអញទៅចេញងាប់អញទៅចេញងាប់អញ្ចឹងខ្ញុំចង់សួរអញ្ចឹងឥឡូវពីណាកម្មផ្លូវណាខ្ញុំកម្មផ្លូវខ្ញុំថាខ្ញុំពេលដែលប្រជាប្រដ្ឋងើបមកទទួលកាតព្វកិច្ចក្នុងនាមជាម្ចាស់ហើយខ្ញុំនឹងបញ្យល់ប្រាប់ប្រជាប្រដ្ឋថាបញ្ហារបស់ពួកយើងទាំងអស់គ្នាគឺដោយសារអំណាចប្រមូលផ្ដុំបងប្អូនយល់អត់កាលណាអំណាចប្រមូលផ្ដុំ
អំណាចនៅលើដៃគេគេចង់ឲ្យយើងប្រើសិទ្ធិបានគេមិនប្រើសិទ្ធិបានដល់ពេលប្រជាពលរដ្ឋគាត់ជួយពីតម្លៃនៃការធ្វើឲ្យមានប្រព័ន្ធ check and balance ដល់ពេលប្រជាពលរដ្ឋគាត់យល់ពីថាពេលណាមានប្រព័ន្ធ check and balance គាត់អាចប្រើសិទ្ធិបានជាប្រយោជន៍របស់គាត់យ៉ាងណានោះឲ្យប្រមាណ 50% បូក1ខ្ញុំយល់ថាដល់ប្រជាពលរដ្ឋគាត់ស្ដាប់ទាំងអស់គ្នាគាត់យល់ទាំងអស់គ្នាហ្នឹងណាខ្ញុំថាកោចបទុកមិនរួចទេពីព្រោះខ្ញុំថាដោយកោចបខ្លះហើយបើកោចបហ្នឹងមិនដោយក៏ដោយភូមិឃុំស្រុកដែរព្រោះ 50% បូក1វាត្រូវដោយពួកនោះខ្លះហើយដល់ពេលដោយពួកនោះខ្លះហើយខ្ញុំថាតែពួកនោះលួចឲ្យយើងផងថាបងប្រជាពលរដ្ឋអត់យល់ហ្នឹងគេហៅប្រជាធិបតេយ្យហើយថាធ្វើម៉េចបើយើងឧបមាថាយើងយល់មានតែ 1000 នាក់ហើយយើងថាទៅបញ្ហានៅត្រង់មិនយល់ហើយចុះអញ្ញាគេថាហែងមិនហែងយល់តែ100នាក់ហើយថាហែងយល់ហើយចុះបើអញថាអញ2 3លាននាក់នឹង4 5លាននាក់នឹងថាអញអត់ហែងថាអញអត់យល់ដែរមិនទៅប្រជាធិបតេយ្យវានៅត្រង់ហ្នឹងវានៅត្រង់ថាមតិភាគច្រើនគេឈ្នះហ្នឹងហើយដល់ពេលយើងមតិភាគតិចហើយយើងទៅថាគេមតិភាគច្រើនអត់ត្រឹមត្រូវពេលដែលគាត់យល់ហ្នឹងមានន័យថាគាត់បោះឆ្នោតឲ្យគណៈបក LDP មានន័យអញ្ចឹងឬក៏យ៉ាងម៉េច50 បូក 1ហ្នឹងខ្ញុំអត់មាននិយាយថាប្រជាពលរដ្ឋត្រូវតែបោះឆ្នោតឲ្យគណៈបក LDP ទេខ្ញុំអត់មាននិយាយទេខ្ញុំជាទស្សនៈខ្ញុំយល់ថាតែកាត់បន្ថយអំណាចអញ្ចឹងខ្ញុំយល់ថាអញ្ចឹងព្រោះឲ្យខ្ញុំជាប្រជាពលរដ្ឋដែរខ្ញុំបង្កើតគោលនយោបាយនេះខ្ញុំគៀនកោដើម្បីឲ្យបាន 50% បូក 1វាមានជាប្រយោជន៍អីខ្ញុំបើតាគេសួរខ្ញុំថាមិនចង់ឲ្យគេបោះឆ្នោត LDP ខ្ញុំចង់និយាយទៅវិញថាអូផលប្រយោជន៍អញគៀនកោបាន 50% បូក 1ណាហាផលប្រយោជន៍ជាពលរដ្ឋទាំងអស់គ្នាអ្នកគេយល់អញ្ចឹងណាធ្វើម៉េចយើងមិនបានប្រយោជន៍ទេក្នុងអារម្មណ៍របស់យើងវាអត់បានប្រយោជន៍វិធានប្រជាប្រដ្ឋជាម្ចាស់សិទ្ធិណាបាន 50% បូក 1បោះឲ្យពីណាបោះទៅអានឹងបោះអ្នកសិទ្ធិបោះអ្នកឯងទៅតែគោលនយោបាយរបស់ក្រុមខ្ញុំកុំថាគណៈបកក្រុមខ្ញុំយល់ថាចឹងខ្ញុំយល់ថាគាត់កាត់បន្ថយអំណាចចឹងខ្ញុំដើរឃោសនាដើម្បីទានគោរមលឺបានចឹងហើយអ្នកឯងយល់ថាចឹងមិនត្រូវអ្នកឯងទៅធ្វើតាមរបៀបអ្នកឯងទៅបាទលោកពូអរគុណច្រើនខ្ញុំមានសំណួរមួយក្រោយពីការស្ដាប់លោកពូទៅសូម្បីតែខ្ញុំហ្នឹងក៏អត់ចង់ហ៊ានយល់ដែរបានន័យថាដូចយើងដូចប្របាក់យល់បន្តិចខ្ញុំសំទោសខ្ញុំនិយាយតែអញ្ចឹងណាចុះតម្រាំតែប្រជាជនកម្ពុជាដែលអ្នកខ្លះគាត់អត់មានការសំទោសខ្ញុំនិយាយថាអ្នកខ្លះភាគច្រើនដែលគាត់ទទួលបានការអប់រំអត់បានខ្ពង់ខ្ពស់ទេបាទទី1ហើយខ្ញុំមើលទៅក្នុងគោលនយោបាយរបស់គណៈបក LDP ភាគច្រើនគឺការប្រមូលកាត់បន្ថយការប្រមូលផ្ដុំអំណាចបុគ្គលហើយប៉ុន្តែលោកពូព្យាយាមអ្វីដែលលោកពូបានមានប្រសាសន៍គឺព្យាយាម show បាត់ដល់ tell ប៉ុន្តែគាត់ថា show គាត់ទេប៉ុន្តែអត់ tell គាត់ថាកាត់បន្ថយនេះកាត់បន្ថយយ៉ាងម៉េចកាត់បន្ថយនេះតាមយន្តការ8ចំណុចដូចជាកាត់បន្ថយអង្គរៈឬក៏មានអាណត្តិមានអីតាមទៅហ្នឹងខ្ញុំយល់ថាគោលនយោបាយហ្នឹងវាល្អវាត្រឹមត្រូវប៉ុន្តែសំខាន់ដោយពូមិញមានប្រសាសន៍ថាសំណួររទីមិញសួរថាតើពីគូបង្កើតច្បាប់ជំរុញឲ្យប្រជាពលរដ្ឋបោះឆ្នោតដូចនៅប្រទេសផ្សេងៗនេះដូចនៅប្រទេសប្រេស៊ីលបើសិនជាទៅធ្វើការងារឬក៏ធ្វើវីសាធ្វើប៉ាសពតបើអត់មានអាកតុយបោះឆ្នោតគេអត់ឲ្យធ្វើអញ្ចឹងពូថាអត់ទេយើងត្រូវដឹងថាកលៈទេសៈនិងស្ថានភាពជាក់ស្ដែងថាទៅគូធ្វើឬក៏ធ្វើប៉ុន្តែខ្ញុំសូមត្រឡប់មកវិញតើស្ថានភាពកម្ពុជារាល់ថ្ងៃជាក់ស្ដែងតើយើងអាចយកអាយន្តការហ្នឹងទៅដាក់ភ្លាមដោយមិនឆ្លងកាត់គោលជបឬអត់ដោយមិនឆ្លងកាត់ការបោះឆ្នោតទម្លាក់នាយករដ្ឋមន្ត្រីរាល់ថ្ងៃតាមការបោះឆ្នោតគឺគោលជបហើយក៏លឹះសំខាន់គឺគោលជបគាត់អ្នក manipulate គាត់អ្នកធ្វើអីចែកចិត្តអញ្ចឹងតែយើងខ្ញុំចង់ដឹងថាជំហាននៃការលោតទៅរៀបចំគ្រប់គ្រងដាក់យន្តការ8 1 2 3 4 5ហ្នឹងតើដាក់យ៉ាងម៉េចបើមិនជាគោលជបនៅមិនអាចនេះបានហើយបោះឆ្នោតអាណត្តិក្រោយទៀតមិនបាច់សង្ឃឹមទេគឺថាឲ្យតែគោលជបអញ្ចឹងមិនបាច់សង្ឃឹមឆ្ងាយបាក់ណាក៏ដោយនេះគឺជាការយល់ឃើញរបស់ខ្ញុំនៅតែជឿថាប្រសិនបើយើងជ្រាបអំណាចនឹងឲ្យទូពីគោលជបដូចជាតុលាការដូចជាស្ថាប័នរដ្ឋធម្មនុញ្ញអីជាដើមហ្នឹងឲ្យតូចនឹងមានអំណាចខ្លះវាអាចធ្វើឲ្យឥលើអង្គើជាជាងឲ្យលំពុនដរិចទៅលើដើម្បីវាយឥលើឲ្យដួលហើយរៀបចំអា structure ក្រោមតាមឧទាហរណ៍ថាយើងឲ្យគោលជបឲ្យយើងរៀបចំឲ្យមនុស្សខ្លះហានណាម្នាក់អូមកថាលពុដាក់ណាក៏គេគម្រាមដែរដាក់អ្នកណាហ៊ានទៅធ្វើកាន់គោលជបពង្រឹងស្ថាប័នរដ្ឋធម្មនុញ្ញ
អីតឡាការជាដើមអាទូទូហ្នឹងវាអាចធ្វើឲ្យលើវារឹងធ្វើឲ្យលើវាខ្សោយចង់និយាយចឹងជាជាងទៅវាយអាលើវាត្រូវការមនុស្សរួមគ្នាដោយលោកពូថា 80% វាក៏បានដែរប៉ុន្តែអាហ្នឹងវាយើងជាតតិភាពនយោបាយទៅខ្មែរវាតរួចមនុស្សងើបអត់អស់ទេមនុស្សនៅតែមិនអាចដឹងខ្លួនទេជាជាងយកអា3លានអ្នកដែលគណៈបកប្រឆាំងគាត់មានគាត់វាយតាមផ្នែកវាយកោចបផ្នែកមួយហ្នឹងរួចដើម្បីពង្រឹងអាហ្នឹងឈានជើងមកជំនាញទៀតដើម្បីទម្លាក់អាធំតែអាហ្នឹងវាជារឿងនយោបាយគឺថាវា possibility វាអាចទៅរួចជាងខ្ញុំគិតថាអាចវាអាចតំណងជាងវាអាចតំណងទៅជាងទៀតហៅទីមួយពូឲ្យក្មួយមើលឧទាហរណ៍ចៅក្រមតឡាការកូនកាត់យើងចៅក្រមអន្តរជាតិរបស់សាលាក្តីខ្មែរក្រហមឯករាជ្យមិនហួសប៉ុណ្ណឹងទេក្មួយចុងក្រោយផុតគាត់ថាធ្វើមិនកើតទេលោកអត់ឈប់សុំលាលែងទៅគាត់ទៅបាត់ទៅអស់ពីរគ្មានចាំអត់ថាមានជំរឿតែ3ទេធ្វើតាមបើមិនធ្វើតាមលាលែងបើមិនលាលែងទេរឿងរ៉ាវដល់ខ្លួនតែប៉ុណ្ណឹងហើយក្មួយឯងនិយាយថាឥឡូវមួយទៀតក្មួយឯងថាយើងបំបែកសិនហើយពូខ្លាពូអង្គុយមើលបំបែកអាណាដែលវាមានរឿងដល់អញបំបែកអាណាបំបែកកោចបអញមិនព្រមបំបែកអាណាទៀតបែកអានោះអញមិនព្រមពូឲ្យតែមានឲ្យអំណាចនៅប្រមូលផ្ដុំអញ្ចឹងណាអាបំបែកកន្លែងណាដែលមើលទៅមានអារម្មណ៍ថាប៉ះដល់ពូមិនឲ្យបំបែកតែក្មួយធ្វើម៉េចឥឡូវក្មួយធ្វើម៉េចហ្នឹងហើយក្មួយពូនិយាយថាពូគាត់ឲ្យយើងទៅវាយអាអ្នកថាឲ្យបំបែកនឹងហ្មងអាអ្នកដែលគម្រាមនឹងអញ្ចឹងមែនទេចង់ឲ្យប្រជាប្រដ្ឋគាត់យល់ថាធ្វើអីវាមិនកើតកន្លែងអញ្ចឹងវាឲ្យប្រជាប្រដ្ឋយល់ឲ្យបានលើពី 50% បូក1មកឲ្យអញ្ចឹងហើយបើថាប្រជាប្រដ្ឋនៅអូននឹងនិយាយមិនថាចុះបើខ្ញុំយល់ផងហើយចុះមកប្រជាប្រដ្ឋទៀតពូថាអានឹងប្រជាធិបតេយ្យវាអញ្ចឹងណាជាធិបតេយ្យវាអញ្ចឹងបើគេមិនយល់គេបោះឆ្នោតឲ្យខ្ញុំទៅបើគេថាមិនឲ្យល្អវាអញ្ចឹងតាហើយចាំមិនពូជានិយាយថាប្រទេសនេះមិនមែនប្រទេសពូស្អែងទេធ្វើម៉េចបើប្រជាប្រដ្ឋយើងគាត់មិនយល់ដូចយើងផងគាត់យល់ថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែននោះល្អហើយគាត់យល់ថាអញ្ចឹងអាធ្លាប់យើងទៅវានៅតែប៉ុណ្ណឹងទៅធ្វើម៉េចពូគាត់តែផ្ដល់ឱកាសឲ្យប្រជាប្រដ្ឋថាអ្នកគួរគិតត្រេះរិះពិចារណាមើលថាមកពីអំណាចប្រមូលផ្ដុំបានទៅជាអញ្ចឹងពូជឿជាក់ថាកាលណាយើងទាំងអស់គ្នាត្រួតដៃគ្នាបញ្យល់ប្រជាប្រដ្ឋឲ្យយល់កន្លែងហ្នឹងណាពូយល់ថាយើងអូសបានសម្លេងគណៈបកប្រជាជនទៀតបើតែជាក្មួយគ្រាន់តែដូរបុគ្គលណាគាត់យល់ថាបុគ្គលនេះគ្រាន់តែជាបុគ្គលនោះគ្រាន់តែបុគ្គលគាត់ខ្ជិលមកគាត់មើលឃើញខាងគណៈបកប្រឆាំងអត់ល្អដែរណាចុះមកបើធ្វើមិនកើតឲ្យគេចុះឲ្យគេធ្វើម្ដងគណៈបកប្រឆាំងនិយាយទៅចឹងចុះមកបើធ្វើមិនកើតឲ្យគេធ្វើម្ដងហើយចុះបើគេស្រែកថាហើយចុះមិនក៏ដឹងថាហែងធ្វើកើតហ៎មិនក៏ដឹងថាហែងធ្វើកើតនេះអាកន្លែងហ្នឹងសាកមើលទៅអូយកប្រទេសទៅសាកអត់ធ្វើកើតគេប្រាប់ទៅតាមិនដល់គេប្រាប់តាធ្វើមិនកើតថាអ្នកវាពុកឲ្យលួយអញ្ចេះវាបាក់ពួកនិយមអញ្ចេះវាចេះមើលយើងយកយើងហៅគាត់មកតទល់ថាក្នុងគណៈបកគាត់ពិតជាមានពុកឲ្យលួយអញ្ចឹងគេថាមិនកើតព្រោះអញ្ចឹងអានេះឯងតបអាមើលគាត់មិនឲ្យគេសួរណាគេមិននិយាយថាមិនកើតទេណាគេនិយាយថាមិនកើតព្រោះរឿងអីគេប្រាប់ថាគេថាសំទាំងស៊ីអត់ចេះអីទេគ្រាន់តែចេះចាក់ចុចឥឡូវថ្ងៃការពារមកទុកមួយតទល់មិនកើតព្រោះពុកឲ្យលួយអញ្ចឹងមិនកើតព្រោះអត់មានទស្សនៈវិស័យអញ្ចឹងវាកើតអត់មានព្រោះអត់មានស្រឡាញ់ជាតិទេគ្រាន់តែធ្វើជាស្រឡាញ់ធ្វើអីគេចោទអញ្ចឹងខ្ញុំយល់ថាយើងត្រូវចាប់តាមពីប្រព័ន្ធប៉ុន្តែឥឡូវយើងមើលពីរចនាសម្ព័ន្ធនិងគោលនយោបាយលក្ខន្តិកៈរវាងគណៈបកសង្គ្រោះជាតិគណៈបកប្រជាជនកម្ពុជាឬក៏គណៈបក LDP តើរចនាសម្ព័ន្ធគណៈបកលក្ខន្តិកៈគណៈបកឧទាហរណ៍គណៈបកសង្គ្រោះជាតិប្រការទីប្រមាណនោះដែលខ្ញុំដោនឡូតមកដែរគឺប្រការទី44ប្រធានបកមានអិសរាជជនក្នុងបកមួយរូបអាចធ្វើប្រធានត្រឹមតែ2អាណត្តិ10ឆ្នាំតើនេះអាចជាយន្តការមួយដើម្បីកាត់បន្ថយអំណាចឬក៏យ៉ាងណាហើយចុះបើប្រៀបធៀបជាមួយនឹងគណៈបកប្រជាជនគាត់ដូចអត់បាននិយាយហើយគណៈបកLDP ក៏គាត់អត់បាននិយាយអំពីអាណត្តិប្រធានបកឬក៏លោកពូអាចជួយបកស្រាយបន្តិច LDP បង្កើតមុនគណៈបកសង្គ្រោះជាតិទៀតគណៈបកសំរងស៊ីអត់មានប្រធានបកពីអាណត្តិទេគឺគណៈបកសង្គ្រោះគណៈបកសិទ្ធិមនុស្សគណៈបកសិទ្ធិមនុស្សបង្កើតក្រោយគណៈបក LDP ឯងហើយគណៈបកសំរងស៊ីអត់មានកំណត់អាណត្តិ
ប្រធានបកឯងគណៈបកសិទ្ធិមនុស្សទេមានកំណត់ហើយដល់ពេលចូលគ្នាទៅក៏យកគោលនយោបាយរបស់គណៈបកសង្គ្រោះជាតិគណៈបកសិទ្ធិមនុស្សហ្នឹងយកមកធ្វើជាគោលនយោបាយរបស់គណៈបកសង្គ្រោះជាតិទៅមើលលក្ខន្តិកៈរបស់គណៈបកLDP ឲ្យច្បាស់ពីអាណត្តិហ្នឹងមុនកម្មសខាទៅទៀតអត់មានរឿងអត់ទេប៉ុន្តែយន្តការតែមួយវាអត់មកជាមួយនឹងយន្តការដទៃទៀតក៏មិនមែន